សង្កថាបើសិនជាគ្មានលុយមើលទេម្ដាយខ្ញុំនឹងស្លាប់កាលពីមួយឆ្នាំមុនប៉ុន្តែខ្ញុំបានប្រចាំផ្ទះម្ដងថ្ងៃនេះម៉ែខ្ញុំមិនដឹងទេខ្ញុំតែងតែនិយាយថាម៉ែអត់អីទេទោះម៉ែមើលអស់ប្រមាណក៏ខ្ញុំមានលុយមើលដែរមានបងប្អូនយើងជាច្រើនពួកម៉ាក់ស្ដីឲ្យខ្ញុំថាហេតុអីបានខ្ញុំមិនប្រើជីវិតឲ្យលុយឆាយមិនប្រើជីវិតឲ្យអស់ចានៅក្នុងនាមជាតារាខ្ញុំប្រាប់ពួកគាត់ទៅវិញថាខ្ញុំអត់មានទេប៉ុន្តែបើម្ដាយខ្ញុំឈឺខ្ញុំលូនទៅច្រៀងក៏ខ្ញុំលូនទៅដែរដើម្បីម្ដាយខ្ញុំមកទល់ថ្ងៃនេះគាត់ជាបានប្រហែលជា 80% ហើយបងប្អូនខ្ញុំសប្បាយចិត្តខ្លាំងមែនតើទោះបីជាខ្ញុំអស់អីក៏ដោយខ្ញុំជពាក់គេប៉ុណ្ណាក៏ដោយក៏ខ្ញុំអត់ខ្វល់ដែរជីវិតខ្ញុំ27ខ្ញុំនៅទៅមុខបានឆ្ងាយណាស់តែម្ដាយខ្ញុំមួយគឺទោះបីជាភ្នំមួយខ្ញុំត្រូវលីម្នាក់ឯងក៏ខ្ញុំលីដែរបងប្អូនហើយនៅបងប្អូនខ្ញុំមួយទៀតអញ្ចឹងខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាថាឪពុកម្ដាយទោះក្រលំបាកប៉ុណ្ណាក៏គាត់អាចចិញ្ចឹមកូន10ទៅ20នាក់រស់ជូនណាទៅជោគជ័យ8ទៅ9នាក់ទៅ10នាក់ទាំងអស់ក៏មានដែរប៉ុន្តែមិនប្រកាសថាកូនម្នាក់ចិញ្ចឹមម្ដាយឬក៏ឪពុកម្នាក់រស់ទេបាទនេះគឺជាការពិតនៅក្នុងសង្គមបច្ចុប្បន្នយើងសពថ្ងៃបងប្អូនដឹងហើយរឿងដែលសំខាន់សូមចាក់ឆ្ងាយពីគ្រឿងញៀនបាទគ្រឿងញៀនគឺបំផ្លាញអនាគតបំផ្លាញក្តីសុបិនបំផ្លាញជោគវាសនារបស់យើងសពគ្រប់បែបយ៉ាង